បាទសូមជំរាបសួរថ្ងៃនេះសូមទៅលំហាត់គណិតវិទ្យាថ្នាក់ទី11មេរៀនទី3ស្វេធរនីមាត្រលំហាត់របស់យើងក្នុងវីដេអូនេះគឺលំហាត់ទី3និងលំហាត់ទី4តែលំហាត់ទី3គេសួរថាតើគេត្រូវបន្ថែមចំនួនប៉ុន្មានទៅលើចំនួនដែលគេឲ្យ3ខាងស្ដាំនេះមានលេខ3 24 94ដើម្បីឲ្យคล้ายជា3តួតគ្នាស្វេធរនីមាត្រអញ្ចឹងស្វីតរបស់យើងគេឲ្យមក3 24 94 3 24 94មិនមែនជាស្វេធរនីមាត្រទេអញ្ចឹងសួរថាតើទៅថែមប្រមាណដើម្បីឲ្យវាក្លាយទៅជាស្វេធរនីមាត្រនេះជាសំណួរទី3តម្លៃសំណួរទី4គេឲ្យ3ចំនួនតគ្នា ABC ជាស្វេធរនីមាត្រ ABC ជាស្វេធរនីមាត្រហើយគេឲ្យយើងបង្ហាញថា3ចំនួនតគ្នា A ការ៉េ B ការ៉េ C ការ៉េក៏ជាស្វេធរនីមាត្រដែរអញ្ចឹងដើម្បីកុំឲ្យខាតពេកសូមទៅចម្លើយនៃលំហាត់លេខ3តើគេត្រូវបន្ថែមចំនួនប៉ុន្មានទៅលើចំនួន3 24 94ដើម្បីឲ្យ3តួតគ្នាជាស្វេធរនីមាត្រចឹងនៅក្នុងនេះយើងត្រូវថែមត្រូវរកលេខដែលត្រូវថែមអញ្ចឹងកាលណាយើងរកលេខដែលត្រូវថែមគឺយើងអាចតាំងវាជាអថេរមួយតែនៅក្នុងនេះខ្ញុំតាំង x ជាចំនួនដែលត្រូវថែមលើចំនួនទាំង3ខាងលើបន្ទាប់ពីយើងថែមចំនួនថែម x ទៅលើចំនួនទាំង3ខាងលើទៅហើយចំនួននេះខ្លាចជាស្វេធរនីមាត្រដែរអញ្ចឹងយើងបានចំនួនទី1របស់យើងតាំងដោយ a ស្មើនឹង3បូក x ហើយយើងបន្ថែម x ទៅលើចំនួនទី1ហើយបន្ថែម x ទៅចំនួនទី2យើងតាំងដោយ b ហើយយើងបន្ថែម x ទៅលើចំនួនទី3យើងតាំងដោយ c បន្ទាប់ពីយើងថែម x ទៅចំនួនទាំង3ហ្នឹង a b c ហ្នឹងវាជាស្វេធរនីមាត្រអញ្ចឹងបើវាជាស្វេធរនីមាត្រតាមមធ្យមធរនីមាត្រគេបានផលគុណតួចុងស្មើនឹងតួកណ្ដាលលើកជាការ៉េ a គុណនឹង c ស្មើ b ការ៉េតែនៅក្នុងនេះជំនួស a ដោយ3បូក x c ដោយ94បូក x ហើយនិង b ដោយ24បូក x លើកជាការ៉េបន្ទាប់ពីយើងជំនួសហើយយើងធ្វើការគុណពលាតដើម្បីដោះស្រាយសមីការនេះយើងបាន3គុណនឹង94យើងបាន282 3គុណនឹង x យើងបាន 3x x គុណ94យើងបាន 94x ហើយនឹង x គុណនឹង x យើងបាន x ការ៉េតម្លៃអង្គទី2យើងពលាតធ្វើធាតុដេការ៉េទី2 24បូក x ស្វ័យគុណ2អញ្ចឹងចូលរូបមន្ត a ការ៉េបូក2ដង ab បូក b ការ៉េដែល a ការ៉េរបស់យើងគឺ24លើកជាការ៉េ24លើកជាការ៉េយើងបាន576 2ដង ab គឺ2គុណនឹង24គុណនឹង x អញ្ចឹងស្មើនឹង 48x ហើយបូក b ការ៉េគឺ x ការ៉េបន្ទាប់ពីយើងពលាតហើយយើងដោះស្រាយសមីការយើងបោះអញ្ញត្តិទៅអង្គម្ខាងហើយនឹងលេខទៅអង្គម្ខាងអញ្ញត្តិរបស់យើងមាន 3x 94x x ការ៉េ 48x និង x ការ៉េអញ្ចឹងយើងបោះទៅម្ខាងយើងបាន 3x បូក 94x បាន 97x x ការ៉េនេះទុកនៅដដែល 48x នៅអង្គទី2មានសញ្ញាបូកអញ្ចឹងយើងបោះទៅអង្គទី1ទៅជាដក 48x ហើយ x ការ៉េមានសញ្ញាបូកនៅអង្គទី2យើងបោះទៅអង្គទី1បានដក x ការ៉េ576ជាចំនួនថេរយើងទុកនៅដដែលអង្គទី2តម្លៃអង្គទី1របស់យើងមានលេខ282ដែលជាចំនួនថេរយើងបោះអង្គទី2ទៅជាដក282បន្ទាប់មកយើងធ្វើការទូទាត់ x ការ៉េដក x ការ៉េ0 97x ដក 48x នៅសល់ 49x ហើយនឹង576ដក282នៅសល់294បន្ទាប់មកយើងទាញរក x យើងយក294ចែកនឹង49យើងបាន x ស្មើនឹង6មានន័យថាចំនួនដែលត្រូវបន្ថែមគឺលេខ6បន្ទាប់ពីថែម6ទៅវាคล้ายទៅជា3តួតគ្នាស្វីធរនីមាត្រហើយនៅក្នុងនេះអាចបញ្ជាក់បានហើយយើងជំនួស x ចូលលេខ6 3បូក6ស្មើនឹង9 24បូក6ស្មើនឹង30 94បូក x ស្មើនឹង100អញ្ចឹងយើងយក a គុណនឹង c 100គុណនឹង9ស្មើនឹង900ហើយ b ការ៉េរបស់យើងគឺ30លើកជាការ៉េស្មើ900អញ្ចឹងមានន័យថាផលគុណតួចុងស្មើនឹងតួកណ្ដាលលើកជាការ៉េពិតប្រាកដហើយឥឡូវសូមទៅលំហាត់លេខ4លំហាត់លេខ4គេឲ្យ3ចំនួន ABC ជាស្វេធរនីមាត្រអញ្ចឹងកាលណាគេឲ្យ ABC ជាស្វេធរនីមាត្រជា3តួតគ្នាយើងអាចប្រើតាមមធ្យមធរនីមាត្រគឺ A គុណនឹង C ស្មើ B ការ៉េ
នេះជាលក្ខណៈរបស់មជ្ឈុំធននិមិត្តជា3តួតគ្នាហើយសំណួរគេឲ្យបង្ហាញថាចំនួន a ការ៉េ b ការ៉េ c ការ៉េក៏ជា3ចំនួនតគ្នាស្វេធននិមិត្តដែរអញ្ចឹងដើម្បីបង្ហាញថា a ការ៉េ b ការ៉េ c ការ៉េស្វេធននិមិត្តយើងមានអីយើងមាន a b c ជាស្វេធននិមិត្តអញ្ចឹងបើ a b c ជាស្វេធននិមិត្តគេបានមជ្ឈុំធននិមិត្តរបស់យើងគឺ AC ស្មើ B ការ៉េ A គុណនឹង C ស្មើ B ការ៉េបន្ទាប់មកអ្វីដែលយើងចង់បាន A ការ៉េ B ការ៉េ C ការ៉េជាស្វេធននិមិត្តឥឡូវយើងមាន AC យើងធ្វើម៉េចឲ្យបានទៅការ៉េអញ្ចឹងយើងមានតែលើកអង្គទាំងពីរជាការ៉េដល់ពេលលើកអង្គទាំងពីរជាការ៉េយើងបាន AC ការ៉េស្មើ B ការ៉េលើកជាការ៉េបន្ទាប់មកអង្គទី1ការ៉េនៃផលគុណយើងអាចទៅសេ A ការ៉េ C ការ៉េ A ការ៉េ C ការ៉េស្មើនឹង B ការ៉េលើកជាការ៉េដែលមានន័យថាម៉េចមានន័យថា A ការ៉េ C ការ៉េគឺជាផលគុណតួចុងនៃ A ការ៉េ B ការ៉េ C ការ៉េហើយវាស្មើនឹងតួកដាល B ការ៉េរបស់យើងលើកជាការ៉េដែលអាចនិយាយថាវាជាមជ្ឈុំធននិមិត្តដែលមាន A ការ៉េ B ការ៉េ C ការ៉េជា3តួតគ្នាអញ្ចឹងនៅក្នុងនេះ A ការ៉េ B ការ៉េ C ការ៉េហ្នឹងជាស្វេធននិមិត្តដែលយើងឃើញថាផលគុណតួចុងស្មើនឹងតួកណ្ដាលលើកជាការ៉េដែលមានន័យថា a ការ៉េគុណនឹង c ការ៉េស្មើនឹង b ការ៉េលើកជាការ៉េកាលណា a ការ៉េគុណនឹង c ការ៉េស្មើនឹង b ការ៉េលើកជាការ៉េមានន័យថា a ការ៉េ b ការ៉េ c ការ៉េហ្នឹងគឺជាស្វេធរនិមិត្តតាមមជ្ឈុំធរនិមិត្តដែលមាន a ការ៉េ b ការ៉េ c ការ៉េជា3តួតគ្នាអញ្ចឹងក្នុងការបង្ហាញស្វីតមួយជាស្វីតធរនិមិត្តគឺយើងអាចបង្ហាញតាមផលគុណតួចុងស្មើនឹងតួកណ្ដាលលើកជាការ៉េអញ្ចឹងនៅក្នុងវីដេអូនេះមានប៉ុណ្ណឹងសូមអរគុណ